ស្វាគមន៍ប្រិមិត្តដែលគាំទ្រការសម្រាយរឿង anime ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយរឿងកំពូលម្ចាស់ក្បាច់គុណដូចតទៅតែមុននឹងចូលដល់សាច់រឿង admin សូមឲ្យបងប្អូនជួយចុច Subscribe Channel របស់ admin ម្នាក់មួយដើម្បីជាការគាំទ្រនិងជាការលើកទឹកចិត្តដល់ admin ឲ្យផលិតវីដេអូសម្រាយរឿងថ្មីៗបន្តទៀតតោះដើម្បីកុំឲ្យបងប្អូនរងចាំយូរយើងទៅមើលសាច់រឿងយើងទាំងអស់គ្នាផ្ដើមរឿងដោយនៅលើអាកាសមាននៅផ្គររន្ទះរីអេព្រិលក្រាលគ្របពេញដីធរណីយើងឃើញនៅកំឡោះសង្ហាម្នាក់រាងកាយពោពេញទៅដោយស្នាមរបួសបានរត់គេចអំពីការតាមសម្លាប់របស់មនុស្សចំនួន2នាក់ម្នាក់ចោលអាវុធសម្ងាត់ចំជើងតួប្រុសឲ្យមានរបួសរីឯម្នាក់ទៀតដកដាវហោះកាប់តួប្រុសយើងពេញមួយទំហឹងជាសំណាងល្អតួប្រុសរបស់យើងក៏បានគេចផុតតែក៏ត្រូវតួប្រុសយើងគេចផុតហើយបានរងជាប់ទៅវិញរួចក៏ចាប់ផ្ដើមនឹងការប្រយុទ្ធយ៉ាងស៊ីសាច់ហត់ឈាមដោយមិនអាចយកឈ្នះជើងខ្លាំងដល់ទៅ2នាក់តួប្រុសរបស់យើងបានសម្រេចចិត្តរត់គេចបន្តទៀតតែជាអកុសលលើកនេះតួប្រុសរបស់យើងត្រូវក្រុមឃាតករកាត់ត្រូវមួយដាវយ៉ាងពេញទំហឹងតែម្ដងធ្វើឲ្យតួប្រុសយើងមានរបួសយ៉ាងធ្ងន់ធ្ងរតួប្រុសរបស់យើងបានរត់គេចពីការតាមសម្លាប់របស់ឃាតករទាំង2នាក់រហូតទៅដល់ផ្លូវទាល់នៃមាត់ជ្រោះមរណៈមួយព្រាមនោះយើងក៏បានឮសំឡេងនៃឃាតករបាននិយាយថាឯងពិតជានៅទីនេះមែនតួប្រុសរបស់យើងក៏បានសួរទៅកាន់ពួកគេទាំងពីរដែលម្នាក់ឈ្មោះស៊ុនអឺហើយម្នាក់ទៀតឈ្មោះសៀវយូថាហេតុអ្វីបានជាពួកគេក្បត់ខ្លួនហើយសម្លាប់ខ្លួនដូច្នេះតាមការពិតឃាតករទាំងពីរនាក់គឺម្នាក់គឺជាបងប្អូនល្អរបស់តួប្រុសចំណែកឯម្នាក់ទៀតគឺជាគូស្នេហ៍របស់តួប្រុសអ្នកទាំងពីរបានលួចលាក់តាក់ទងគ្នាហើយបោកប្រាស់តួប្រុសយើងដោយចាត់ទុកគ្រាន់តែជាអ្នកត្រួសត្រាយផ្លូវដើម្បីបង្កើតអាណាចក្រធានយន្តតែប៉ុណ្ណោះហើយបាននិយាយឌឺដងទៅកាន់តួប្រុសថាមិត្តភាពខ្លាំងខ្លាយជាមួយតួប្រុសប្រហែលឆ្នាំនេះពិតជាមិនអត់ប្រយោជន៍សម្រាប់ពួកគេនោះទេចំណែកឯនារីក្បត់ចិត្តនុនអឺវិញបាននិយាយឌឺដងទៅកាន់តួប្រុសថាការដែលនៅជាមួយតួប្រុសគេមានការខ្ពើមរអែមជាខ្លាំងហើយពួកគេក៏នឹងសម្លាប់តួប្រុសនៅពេលដែលសម្រេចបានយុទ្ធសាស្ត្រកម្រិតព្រះឋានសួគ៌9ជាន់មិត្តទូរយូរបស់តួប្រុសយើងបាននិយាយថាជីងឈិនឯងគឺជាមនុស្សដ៏អស្ចារ្យម្នាក់ដែលយើងបានសរសើរអាចខ្លាចទៅជាកម្ពុជាយុទ្ធសាស្ត្របានដោយពឹងផ្អែកទៅលើសមត្ថភាពរបស់ខ្លួនឯងផ្ទាល់ឯងជាគ្រូស្លថ្នាំលេខរៀងទី9នៅកម្រិតព្រះខ្សែឈាមលេខរៀងទី8នៅកម្រិតព្រះយុទ្ធសាស្ត្រលេខរៀងទី8កម្រិតព្រះតែគួរឲ្យស្ដាយគេឈ្មោះល្អមិនអាចជួយឯងបាននៅពេលនេះឡើយរួចបានបញ្ចេញនៅដាវអេតចៃរបស់គេបំរុងនឹងកាប់មកលើតួប្រុសរបស់យើងជីងឈិននិយាយបែកអូហូស្ទឹងតាមពិតមិត្តទូរយសរបស់តួប្រុសយើងចង់ប្លន់យកវត្ថុទៅពីតួប្រុសដែលទទួលបានពីការចូលទៅក្នុងតំបន់ហាមឃាត់នោះសោះចំណែកឯតួប្រុសយើងវិញបានត្រឹមតែខឹងហើយខំមាត់រួចបាននិយាយថាជីងឈិនខ្ញុំអាចដឹងអំពីអាកំបាំងឋានសួគ៌ប៉ុន្តែបែរជាមិនអាចមើលចិត្តមនុស្សធ្លុះទៅវិញតួប្រុសរបស់យើងបានបន្តទៀតថាយើងបានប្រឆាំងជាមួយនឹងវាសនាពេញមួយជីវិតរបស់យើងហើយព្រោះតែមិនចង់ត្រូវបានស្លាប់ដោយមិនបានធ្វើអ្វីសោះដូចពេលនេះហើយនៅទីបំផុតខ្ញុំក៏ដើរដល់ចំណុចនេះនិយាយបណ្ដាតួប្រុសរបស់យើងបានបញ្ចេញនៅដាវទឹកដាក់នៅលើដៃរបស់ខ្លួនដោយឃើញតួប្រុសយើងដកវត្ថុទឹកចេញមកមិត្តទូរយសរបស់តួប្រុសយើងបើកភ្នែកធំៗដោយសេចក្តីលោភលន់ហើយបានលូកដៃបំរុងនឹងយកដាវទឹករបស់តួប្រុសតែក៏ត្រូវតួប្រុសដកយកទៅវិញរួចក៏បាននិយាយថាឯងនៅមិនទាន់ស្គាល់យើងច្បាស់នោះទេជីងឈិនយើងលោភលន់ពេញមួយជីវិតប៉ុន្តែយើងមិនខ្លាចនៅសេចក្តីស្លាប់នោះទេបន្ទាប់ពីនិយាយចប់តួប្រុសរបស់យើងបានប្រឡែងដាវហោះទៅលើអាកាសហើយដាវនោះក៏បានប្រទាក់សិនជុំវិញដែលបង្កើតបានទៅជាកម្លាំងធម្មពលមួយយ៉ាងខ្លាំងវាបំបាច់ច្រាំងថ្មធ្វើឲ្យតួប្រុសយើងធ្លាក់ចុះទៅក្នុងជ្រោះបាតកាត់សាច់រឿងមកដល់ត្រង់នេះវិញយើងក៏បានលើសំឡេងនារីម្នាក់បានកំពុងតែហៅឈ្មោះរបស់កូនខ្លួនឈ្មោះថាចិនអឺដែលគឺជាតួប្រុសរបស់យើងនៅក្នុងភពមួយទៀតនៅពេលដែលបើកភ្នែកឡើងតួប្រុសរបស់យើងបានឃើញទៅនឹងស្ត្រីម្នាក់កំពុងតែមើលមកខ្លួនដោយសេចក្តីបារម្ភឃើញតួប្រុសរបស់យើងញាក់ដឹងខ្លួនស្ត្រីម្នាក់នោះបានស្ទុះទៅអោបតួប្រុសរបស់យើងដោយសេចក្តីរំភើបពន់ពេកចំណែកឯតួប្រុសរបស់យើងក៏មានការងឿងឆ្ងល់និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិនដឹងថាខ្លួនកំពុងតែនៅទីណានោះទេចំណែកឯម្ដាយរបស់ជីងឈិនវិញមិននឹកស្មានតែជីងឈិនអាចនឹងដឹងខ្លួននោះទេព្រោះតែជីងឈិនបានប្រកួតជាមួយនឹងត្រកូលវ័យនៅឯសាលាពួកគេមិនមែនចង់ប្រកួតជាមួយជីងឈិនធម្មតានោះទេប៉ុន្តែពួកគេមានគម្រោងចង់សម្លាប់ជីងឈិនថែមទៀតផងក្រោយស្ដាប់ម្ដាយរៀបរាប់ចប់តួប្រុសរបស់យើងហាក់បីដូចជាឈឺក្បាលបន្តិចតែក៏មាននៅការចងចាំឡើងវិញអំពីការប្រកួតនៅឯសាលាតួប្រុសរបស់យើងបានគិតនៅក្នុងចិត្តថាទោះបីជាគេមិនដឹងពីរឿងអ្វីដែលបានកើតឡើងក៏ដោយតែការយល់សប្តិរបស់គេគឺពិតជាបានដិតដាមនៅក្នុងខួរក្បាលរបស់គេខ្លាំងណាស់សាច់រឿងក៏កាត់មកដល់ឆ្នាំវូសិនក្នុងឆ្នាំ1516ដែលវាគឺជាសង្គ្រាមវេទីដែលនៅទីបំផុតអាណាចក្រទៀនយ័ន្តបានក្លាយទៅជារាជវង្សដំបូងដែលបានគ្រប់គ្រងទៅលើដីគោកដ៏ធំល្វឹងល្វើយតួប្រុសរបស់យើងក៏នៅតែបន្តគិតទៀតថាចំណែកឯខ្ញុំវិញក៏បានកើតមកនៅក្នុងប្រទេសដ៏តូចមួយនេះវាហាក់បីដូចជាពិភពវិញ្ញាណដែលកំណត់ដោយវាសនាហើយតួប្រុសរបស់យើងបានចងចាំនៅអ្វីទាំងអស់នៅពេញខួរក្បាលរបស់គេម្ដាយរបស់តួប្រុសនៅពេលដែលឃើញកូនផ្លឹកហើយធ្វើអាការៈប្លែកៗបែបនេះក៏បានហៅឈ្មោះកូនប្រុសដោយហេតុនៃសេចក្តីបារម្ភភ្លាមនោះតួប្រុសរបស់យើងបានឆ្លើយថាវាគ្រាន់តែជាឧបទ្ទហេតុតែប៉ុណ្ណោះដោយសេចក្តីបារម្ភនឹងកូនប្រុសម្ដាយរបស់ជីងឈិនយើងបានហាមតួប្រុសរបស់យើងមិនឲ្យប្រព្រឹត្តនៅទង្វើបែបនេះទៀតនៅថ្ងៃមុខ
ហើយទូប្រុសរបស់យើងក៏បានយល់ព្រមសាច់រឿងរបស់យើងភាគទី1ត្រូវបានចប់តែត្រឹមនេះ